លោកបាំងឡាជាភ្នាក់ងារសន្តិសុខថៃនិងជាអ្នកបង្កើតមាតិកាវីដេអូដ៏មានប្រជាប្រិយភាពលើបណ្ដាញសង្គម TikTok ត្រូវបានបង្ខំចិត្តចាកចេញពីការងារនិងលុបមាតិកាចោលទាំងអស់ក្រោយរូបលោកត្រូវបានក្រុមជ្រុលនិយមប្តឹងផ្តល់ពីបទប្រមាថព្រះមហាក្សត្រមាត្រា112ដោយគ្រាន់តែលោកមានរូបរាងនិងមុខមាត់ស្រដៀងនឹងព្រះមហាក្សត្រថៃយោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមថៃបានឲ្យដឹងថាទោះបីជាអាជ្ញាធរថៃរកមិនឃើញមូលដ្ឋាននៃការប្រព្រឹត្តខុសដើម្បីដាក់ទោសទណ្ឌតាមច្បាប់ក៏ដោយក៏លោកបាំងឡានៅតែរងការធ្វើទុកបុកម្នេញយ៉ាងខ្លាំងពីសំណាក់ក្រុមមនុស្សហៅខ្លួនឯងថាក្រុមអ្នកស្នេហាជាតិក្រុមទាំងនោះបានដាក់គំនាបបង្ខំឲ្យរូបលោកបដូរម៉ូដសក់ឈប់ធ្វើការផ្សាយផ្ទាល់និងបញ្ឈប់ការធ្វើជាអ្នកបង្កើតមាតិកាទៅទៀតសម្ពាធដ៏ធ្ងន់ធ្ងរនេះប៉ះពាល់ដល់កន្លែងធ្វើការបានរុញច្រានឲ្យលោកបាំងឡាសម្រេចចិត្តលាឈប់ពីការងារជាភ្នាក់ងារសន្តិសុខនិងលុបវីដេអូទាំងអស់ចេញពីគណនីរបស់លោកដើម្បីបញ្ចប់បញ្ហាលោកបានបង្ហោះសារទាំងក្តីអស់សង្ឃឹមថាខ្ញុំឈប់ធ្វើការហើយបាទពេលនេះខ្ញុំលែងមានការងារធ្វើទៀតហើយ